បាទលោកនាងជាទីមេត្រីនៅក្នុងការផ្សាយជាបន្តទៅទៀតនេះគឺជានីតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីដែលនឹងពិភាក្សាជុំវិញប្រធានបទថាតើការតវ៉ាអំពីបញ្ហាព្រំដែនអាចនឹងស្ងាត់ទៅបានឬទេក្រោយពីមានការព្រមានពីសំណាក់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងក្រោយការផ្ទៀងផ្ទាត់ផែនទីរបស់អង្គការសហប្រជាជាតិលោកនាងអាចផ្ដល់យោបល់ឬសួរវាគ្មិនកិត្តិយសរបស់នីតិយើងដោយផ្ទាល់តាមការហៅទូរស័ព្ទមកលេខ012 811 911លេខ011 611 711និងលេខ023 211 804លោកនាងក៏អាចផ្ញើជាសំណួរមកកាន់កម្មវិធីរបស់យើងក្នុងពេលកំពុងផ្សាយតាមរយៈអ៊ីមែល rfa@rfa.org ក្រៅពីស្ដាប់សម្លេងតាមវិទ្យុលោកនាងក៏អាចទស្សនាវីដេអូតាមអ៊ីនធឺណិតដែរដោយចូលទៅកាន់គេហទំព័រ www.rfa.org/khmer រួចចុចលើពាក្យថាផ្សាយផ្ទាល់នីតិវេទិកាអ្នកស្ដាប់នៅខាងស្ដាំនៃទំព័រកម្មវិធីនេះចាប់ផ្សាយពីពេលនេះរហូតដល់ម៉ោង 8 កន្លះយប់ម៉ោងនៅប្រទេសកម្ពុជាសូមអញ្ជើញលោកនាងស្ដាប់កម្មវិធីផ្សាយរបស់យើងខ្ញុំជាបន្តទៅទៀតដោយមេត្រីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីបាទខ្ញុំជុនច័ន្ទបុត្រសូមជម្រាបសួរលោកអ្នកស្ដាប់ជាថ្មីម្ដងទៀតនេះគឺជានីតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីហើយយើងមានវាគ្មិន3រូបវាគ្មិនមួយរូបគឺអាយឧត្តមអ៊ុំសំអានអាយឧត្តមគឺជាតំណាងរាស្ត្រនៃគណៈបក្សសង្គ្រោះជាតិអាយឧត្តមពេលនេះកំពុងតែនៅសហរដ្ឋអាមេរិកហើយយើងបានអញ្ជើញអាយឧត្តមមកក្នុងបន្ទប់ផ្សាយរបស់វិទ្យុអាស៊ីសេរីនៅក្នុងរដ្ឋធានី Washington តែម្ដងបាទសូមជម្រាបសួរអាយឧត្តមបាទសូមជម្រាបសួរមានវាគ្មិន2រូបទៀតគឺជាវាគ្មិនពិសេសរបស់យើងនៅឯក្រុងភ្នំពេញគឺលោកសាស្ត្រាចារ្យបណ្ឌិតសុកទួយលោកជាប្រធានក្រុមស្រាវជ្រាវព្រំដែនកម្ពុជានៃរាជបណ្ឌិតសភាកម្ពុជាបាទសូមជម្រាបសួរលោកបណ្ឌិតសុកទួយពីចម្ងាយបាទជម្រាបសួរបងជុនច័ន្ទបុត្របាទនៅលោកបណ្ឌិតម្នាក់ទៀតដែលមានថ្មីមាត់ដែរគឺលោកបណ្ឌិតកែមលីលោកបណ្ឌិតកែមលីជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមខ្ញុំបាទក៏សូមជម្រាបសួរពីចម្ងាយដែរបាទសូមជម្រាបសួរបងបាទយើងដាក់ប្រធានបទមកនេះហើយមុននឹងចាប់ផ្ដើមសួរសំណួរដទៃទៀតនឹងខ្ញុំបាទចង់សួរសំណួរដែលជាប្រធានបទចម្បងរបស់ការផ្សាយរបស់យើងនៅពេលនេះគឺថាក្រោយពីការព្រមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនថានឹងចាត់ការជនទាំងឡាយណាដែលហ៊ាននិយាយថាផែនទីនឹងคล้ายៗនោះហើយនឹងក្រោយពីការផ្ទៀងផ្ទាត់ហើយនឹងតើការតវ៉ាពីរឿងផែនទីនឹងអាចស្ងប់ឬទេខ្ញុំបាទចង់ដាក់សំណួរនេះមុនគេទៅអាដាមអ៊ុំសំអានអាដាមអ៊ុំសំអានធ្លាប់ប្រើពាក្យថាផែនទីដែលរដ្ឋាភិបាលប្រើនឹងคล้ายៗតើអាដាមនឹងអាចស្ងប់នឹងការតវ៉ាទេនឹងឈប់ប្រើពាក្យคล้ายៗនឹងតទៅទៀតទេសូមជឿបាទខ្ញុំសូមជម្រាបសួរប្រិយមិត្តអ្នកស្ដាប់វិទ្យុស៊ីសេរីទាំងអស់ជាទីគោរពរាប់អានខ្ញុំកន្លងមកហ្នឹងគាត់ថាយើងសង្ស័យថាផែនទីហ្នឹងជាផែនទីមិនត្រឹមត្រូវឬคล้ายៗអញ្ចឹងទៅព្រោះដែលខ្ញុំនិយាយហ្នឹងមិនខ្ញុំអ្នកនិយាយទេគឺសម្ដេចតាឆ្នាំ2004ហ្នឹង BMD ប្រតិបត្តិ BMD របស់សម្ដេចតាហ្នឹងលោកសម្ដេចតាមានបន្ទូលថាអាដាមវ៉ាកំហុងហ៊ានយកផែនទីคล้ายៗមកបង្ហាញខ្ញុំហើយក៏ហៅថាជាផែនទីនៃរបបសង្គមរាស្ត្រនិយមបាទហើយក៏ខ្ញុំឆ្នាំ2001ហ្នឹងខ្ញុំចូលកសម្ដេចតាក៏សម្ដេចតាមានបន្ទូលផែនគ្នានឹងដែរនៅក្នុងព្រមជីវិតវាងកំពេលហ្នឹងខ្ញុំជាប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យបាទហើយដូច្នេះខ្ញុំចង់ឆ្លើយតបនឹងសំណួរដែលលោកជុនច័ន្ទបុត្រគាត់បានសួរអមាញ់មិញថាអាចមានភាពស្ងប់ស្ងាត់ទេបន្ទាប់ពីលោកហ៊ុនសែនគាត់ប្រកាសអញ្ចឹងខ្ញុំគិតថាមិនមានភាពស្ងប់ស្ងាត់ទេព្រោះហេតុអីព្រោះការផ្ទៀងផ្ទាត់ផែនទីនេះមិនមានជាផែនទីផ្លូវការខាងរដ្ឋាភិបាលក៏ដូចជាលោកបណ្ឌិតសុកទួយគាត់មានប្រសាសន៍ថាផែនទីហ្នឹងផែនទីអាមេរិកទម្លាក់ក្របបែកតែផែនទី18ផ្ទាំងដែលយកពី UN ហើយខាងរដ្ឋាភិបាលក៏និយាយដែរថាផែនទីហ្នឹងមិនអាចយកមកបោះបង្គោលបានទេផែនទីហ្នឹងមិនមានផែនទីយើងចង់បានទេផែនទីបូនដែលយើងស្នើសុំពីអង្គការសហប្រជាជាតិຂະຫນាត1 លើ 100 ប៉ុណ្ណឹងក៏ UN រកមកឃើញដែរតាមលិខិតរបស់ UN ក៏បញ្ជាក់អញ្ចឹងថារកអត់ទាន់ឃើញទេរកឃើញផែនទី UTM វិញຂະຫນាត1 លើ 100 ប៉ុណ្ណឹងអញ្ចឹងមិនមែនជាផែនទីផ្លូវការហើយយកមកផ្ទៀងផ្ទាត់គ្នាហើយថាជាផែន
นตีโอ้เตรียมต่อต้องจับเครื่องเตรียมต่อได้โอ้เตาคนนี้แผ่นตีเพลาก้าไม่เตาบ่มาท่ายังสงสัยเราเลยนึกใครอดชาตัวเตรียมต่อที่มวยเลยใครจับท่าโอ้เตาคนนี้ต้มเตาไว้เลยแล้วต้มเตาเหมือนอาจจะมาลูกสำอางคือลูกในแต่ประกันจุ่มโฮตามเอาไว้ในลูกท่าสำนักตาบานจกไซหรือเบมเดนึกตาแทนตีในใครลูกในแต่ประกันจุ่มโฮตามสำนักตากระดาษมาผมเคยเนี่ยแผ่นตีได้ลูกมาเดือดสุกตุ้ยบางไฮเราเด็กมาเดือดเพียนั่งก็โดยลูกว่ากำหงไปเตรียมต่อจิมวยแผ่นตีอยู่อันนั้นเคยเมียนตราเวียดนามเราโดยเพียงดักโถยเมียนตราเวียดนามของเขาให้เมียนเจ้าหัตถ์เลขาระเบียงลูกเดินเหมือนตีให้นางลูกลีวันเลยชนะมาปอนมูลไปสปรามเจ้าเมียนตราชนะไปสปรามมันมาเจ้าหัตถ์เลขาเจ้าแผ่นตีดำกรอยู่อันชนะของสมบูรณ์ให้เลยเป็นบางไฮแผ่นตีเตรียมต่อแผ่นตีเราเด็กมาเดือดเพียนั่งเมียนจิมวยการเกี่ยมเนี้ยก็สู้ลูกมาเดือดสุกตุ้ยให้ทั้งเมียนตราเวียดนามลูกมาเดือดสุกตุ้ยเขาสลายรวยจะจังออยลูกมาเดือดเหมือนเนี้ยสลายจำนวนมานั่งมูลให้ปัญหานั่งแผ่นยังสงสัยยังไงจุ่มโฮระบดอมสมานในปีนี้หาโดยจิตตุ้ยตัวหนึ่งมีดังนอมปีตุ้ยตัวหนึ่งลูกนายกรัฐมนตรีคนซ้ายก็ทานหนึ่งจัดก้าเบอร์เซนจีเนนาในแต่ประการจุ่มโฮตะไพตีคล้ายตุ้ยหนึ่งมีคณะปะระบดอมตัวได้ลูกประกาศทาหนึ่งชุบจากเลขรัฐบาลที่ไทยada sebahagian kami besar yang memang pentai kena pak sengkuciat jumho kita roda ini ya ton itu sekolah ta penting itu tentu ada yang ton pakah jumho rola ada yang sosial pentingเรื่องถ้าชุบจากเลขรัฐบาลอันนั้นวิอาตูเตอร์จริงเต้มาชุบจากเลขนั่งมีในท่าเราเนี่ยลูกคนใช้กับวงกับโปลมกประกอบปลาแผ่นที่ได้กี่สองสายอย่างเงี้ยแผ่นที่นั่นคือแผ่นที่ชอบจมูกอย่างที่สัญญาชนะมาปอนมามูได้แผ่นสปรามแต่เมียนแผ่นที่ICI ขนาดมวยเลยมาโรยป้อนจมูกจำนวนมาไปมวยเพียงหนึ่งแผ่นที่UTM ได้จะแผ่นตีขนาดมวยเลย50 ปอนด์แต่ตุ้ยตัวนึงเมตราปีนี้เราทำอะไรนั่งบุลมเดือดสักตุ้ยให้โลคนแซนั่งจังเพื่อเป็นสถานการณ์เมตราปีนี้นำไปเอาเต้าแต่แผ่นที่เราถอยบาประเขาหนังคือแผ่นตีขนาดมวยเลย50 ปอนด์นั่งจำนวน40 แจงรับชอบจมูกจนที่สัญญาชนะมาปอนด์มวย80 ปรามให้ก่อนเมตราใบจำนวนปีก็อย่างยี่ปีการบ่ปุ่มแผ่นตีหลังวิ่งแผ่นตีอยู่แต่ขนาดมูลค่าสปอนนั่นได้เบียดน้ำไปช่วยบ่ปุ่มอย่างไรโดยที่ในเมนูเรื่องนี้ตอนจอบได้ยังจำเมื่อแผ่นตีได้ไอโรเคยปีองค์การสหประชาชาติได้แผ่นตีสมัยตาลำคอองค์การสหประชาชาตินั่นก็เรียกว่าแผ่นตีหมกปีมหามนายแต่งใบปันเดลเหล่านี้องเลธารัวเคยไงจังจำปฏิหิมหามนายปีเดียวมาเลยลูกสำอางทานหนึ่งเหมือนจอบไปหนึ่งเหมือนสอบเลือกชิมส้มเงี้ยสู้สำรวจได้นี่เตยลูกการเลยมาดองลูกเกิดทัศงบเต้หายบ่เหมือนสงบเต้นั่นคือไม่ดำไปสงบมันมาสมจริงช่วงเกิดทำมันสงบเต้บุษนจียังจังสงบวิตัวแต่รัฐบาลนั้นบางหายชื่อยิมยกเวทกาบางหายเนี่ยชุบะถ้าตาสถิสัญญาชนะมาปอนบนโดยจัดสรรบุญนั่งเราเองนาให้ดักบางหายจิตสาธิตชนสถิสัญญาไปมวยไปปีหรือกับไปปรำนั่งเราแอนนาให้เมียนอบปะสมปอนไอ้คลับบางหายเกี่ยวฉบับเตอร์นั่งยังกระทาอายหนึ่งสงบมวยเดียบให้มันเอาสงบที่มวยยังโยยังช่วงตีฮออะไรยังโยโก้โยมาเปรียบเทียบมวยกับใบวิเคราะห์นำมีนกับตุ้ยวิเคราะห์นำมีนจึงบูนวิเคราะห์นำมีนในโดยนี้เขาปนท้ายโก้เวลาโดยกับใบตีให้ได้บันชมเยี่ยงปีโป้ถ้าแผ่นตีได้ยูอันนั้นมีนดับผมใบแต่งให้ตัวเปรียบเทียบมาไพ่ประมวยแต่งยิ่งถ้าตัวเปรียบเทียบไม่ปีโป้มาแต่งนั่นเป็นมีนสถานหรือแผ่นใดยังก่อนนำจำนวนนั้นเวกว่าผมใบแต่งบาร์อันนั้นเรื่องมวยเรื่องที่ปีได้โยโกมาเปรียบมวยกับใบนั้นยูอันคือขนาดมวยเริ่มมารวยป้อนโอยจิอัมปันใจรัฐบาลมีนดอลลาร์ปีมาไพ่ประมวยแตงคือแผ่นที่เบาหายสายสับแตงคือแผ่นที่โอยเตอัมจังยังโยโกมาเปรียบเทียบมวยกับใบนั้นไม่บานหายสงบคือไปเชียร์ปลอดได้แต่ขาดประเทศได้ขาดการจะเจอขณีขนมการต่อตังชีกมนึกการต่อตังขนมการสาวเชี่ยววิจัยนั้นจากนั้นที่มวยคือปลอดปอดมีนเราไปเชียร์ปลอดจากนั้นที่ปีคือฟื้นเอามีนลำลาเพียบปีผูกการอากาศจะเจอขณีเท่าไปเชียร์จนยนละเนี่ยนาข้อเนี่ยนาเต้าตรำเต้ากำรัดนาไอ้เจ้านั่นที่ใบคือประสันบ่อยยืงโรคืนนกกาปิดเหมือนเต้นคือเวียพักดอลพอลวิจัยมีนแต่ดอลแต่เต้แต่เว้นเต้บุยยืงโยตเตียงตัวแผ่นใดบ่วิมีนข้อมีนเต้ายืงอ้ายมีนสัตต่อวะต่อตะเตียงให้บทงานแต่ยืงคาดของแถว
នៅពេលដែល UN រោមិនឃើញហើយបានផែនទីផ្សេងមកវិញហេតុអីបានយើងមិនព្យាយាមរកនីតិវិធីដើម្បីឲ្យ UN នឹងព្យាយាមរកបន្តទៅទៀតទី1ទី2អាការផ្ដល់ផែនទីវាជារឿងរសើបមួយពី UN អាចថាផ្ដល់មកបើសិនជាមានបញ្ហាវាមានសង្គ្រាមរវាងប្រទេសនិងប្រទេសចឹងប្រសិនបើมันមាននីតិវិធីច្បាស់លាស់ត្រឹមត្រូវគឺ UN មិនអាចផ្ដល់ឲ្យបានទេពេលខ្លះជាពាក្យភាសាការទូតថារកមិនឃើញប៉ុន្តែបើសិនជាយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិវិញខ្ញុំគិតថារកឃើញពីព្រោះកាលណាតុលាការគេស្នើសុំពីអង្គការសហជាតិព្រោះតុលាការហ្នឹងវាជាយន្តការរបស់អង្គការសហជាតិដែរហើយខ្ញុំមើលឃើញចំនួនច្រើនដែលគេមានឯកសារហើយចំនួនច្រើនព្រំដែនឲ្យតែប្រទេសនិងប្រទេសច្រើនតែគេប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដូចនីហ្សេរីយ៉ាកាមេរូនដូចម៉ាដាហ្គាស្កាជាមួយនឹងកូសូម៉ូប្រទេសស្ប៉ែនបានន័យថាអេស្ប៉ាញជាមួយនឹងម៉ូរ៉ូកូឬក៏យូហ្គាន់ដាជាមួយនឹងរ៉ូវ៉ាន់ដាហ្សំបៀជាមួយកុងហ្គោអីភាគច្រើនឲ្យតែមានវិវាទជាលក្ខណៈអន្តរជាតិឲ្យតែមានវិវាទព្រំដែនគឺគេប្តឹងទៅរកយន្តការណាមួយដែលមានយុត្តិធម៌ខ្ពស់បំផុតដើម្បីឲ្យប្រជាជនគេឲ្យប្រជាជាតិគេនឹងស្ងប់អារម្មណ៍ហើយទុកចិត្តបំផុតពីព្រោះយើងចរចាភាគីប្រទេសធំប្រទេសទូចយើងត្រូវរកអ្នកទី3ដើម្បីមកជួយបាទអរគុណលោកបណ្ឌិតកែមលីដូច្នេះលោកបណ្ឌិតមានប្រសាសន៍ថាប្រជាពលរដ្ឋកម្ពុជាក៏មិនទាន់អាចស្ងប់ហើយរដ្ឋាភិបាលកម្ពុជាក៏មិនគួរស្ងប់ដែរត្រូវរិះរកវិធានការបន្តទៀតមានការប្តឹងផ្ដាល់ទៅតុលាការអន្តរជាតិអីជាដើមឥឡូវនេះខ្ញុំងាកមកលោកបណ្ឌិតសុកទួយវិញម្ដងលោកបណ្ឌិតសុកទួយការពិតនឹងលោកបណ្ឌិតពេលនេះល្បីណាស់នៅពេលដែលខ្ញុំបានដាក់ផ្សាយអំពីរឿងការផ្សាយវេទិកាយុគនេះនឹងគឺមានសំណួរច្រើនណាស់គឺថាសូមសួរលោកបណ្ឌិតសុកទួយឲ្យផងសូមសួរឲ្យផងខ្ញុំនឹងជ្រើសរើសមក 3-4 សំណួរទេដើម្បីសួរលោកបណ្ឌិតក៏ប៉ុន្តែមុននឹងសួរសំណួររបស់លោកអ្នកស្ដាប់ឬមួយអ្នកដែលផ្សាយតាម Facebook មកខ្ញុំបាទសូមសួរសំណួរខ្ញុំមុនគឺជាសំណួររួមនឹងថាតើលោកបណ្ឌិតគិតថាបន្ទាប់ពីការប្រមានបន្ទាប់ពីការផ្ទៀងផ្ទាត់នឹងហើយនឹងសភាពការអាចស្ងប់ទេក្នុងរឿងការតវ៉ារឿងព្រំដែននេះបាទសូមជឿបាទអរគុណសូមស្វាគមន៍ប្រិយមិត្តទាំងអស់ដែលតាមដានវិទ្យុអស៊ីសេរីក៏ដូចជារងការបកស្រាយរបស់អ្នកដែលសិក្សាអំពីផែនទីខ្ញុំរីករាយនឹងអ្វីដែលនិយាយអំពីអាយដាមអ៊ុំសំអានឬក៏លោកបណ្ឌិតកែមលីប៉ុន្តែសម្រាប់ខ្ញុំដែលជាអ្នកសិក្សាស្រាវជ្រាវវាអាប៉ោងបើកក្របមិនមែនឲ្យអត់ទៀតទេទាំងអាយដាមអ៊ុំសំអានទាំងអាយដាមទាំងបណ្ឌិតកែមលីយើងដឹងទាំងអស់គ្នាអត់មានបិទក្របទេលោកអាយដាមអ៊ុំសំអានមិនអស់ចិត្តប៉ុន្តែបករបស់លោកឲ្យ26មកប្រើបានតែ24ផ្ទាំងទេលោកមិនក៏លោកនៅតែមិនអស់ចិត្តទៀតលោកត្រូវស្ដីបន្ទោសបករបស់លោកដែលលោកឲ្យផែនទីមកមិនគ្រប់អាប៉ោងបើកក្របតើហើយទី2លោកនិយាយថាឲ្យសហការីលោកសួរខ្ញុំថាផែនទីបោះត្រាវៀតណាមខ្ញុំឆ្លើយមិនរួចលោកចេះតែនិយាយរឿងផែនទីដែលតែយកចេញពីបណ្ណាល័យណាបណ្ណាល័យនឹងបោះពុំហើយគ្មានអីឆ្លើយមិនរួចទេអញ្ចឹងជំនួយការរបស់លោកកុំប្រើចរិតដូចលោកដែលគ្មានការពិតហើយនិយាយបំផ្លើសអាហ្នឹងវាជារឿងមួយដែលយើងមិនត្រូវយកមកនិយាយដែលអត់ពិតចឹងទេចំណុចទី3លោកថាអ្វីដែលមានបង្កល់ដោយអង្គការសហប្រជាជាតិវាអត់មានឥឡូវនេះយើងសង្ឃឹមពីរគឺអាមេរិកនិងបារាំងលោកសិក្សាអំពីប្រទេសនៅក្នុងដែលព្រំដែននៅក្នុងសម័យអាណានិគមគេចែកចេញជា4ទី1គឺលក្ខណៈប្រវត្តិសាស្ត្រទី2គឺជាលក្ខណៈប្រវត្តិសាស្ត្រដូចជារឿងស្តាលីនិងប៉ារ៉ាសែលអញ្ចឹងប្រវត្តិសាស្ត្របានឃើញកាក់នឹងចតសំពៅនឹងគេថាជារបស់គេទី2គឺជាប្រទេសនៅក្រោមអាណានិគមនឹងដូចជាកម្ពុជាក្រោមអាណានិគមបារាំងហ្នឹងគឺគេទទួលស្គាល់នៃផែនទីគូសដល់អាណានិគមទី3គឺផែនព្រំដែនដែលបន្សល់ក្រោយសង្គ្រាមលោកទី2ឧទាហរណ៍នៅជារឿងជប៉ុននិងប្រទេសរុស្ស៊ីដែលសង្គ្រាមគេហៅថាប្រជុំកោះដែលគូរៀលនិងសាខាលីនក្រោយពីជោគជ័យជប៉ុនធ្វើសង្គ្រាមអន្តរប្រកាសហើយរុស្ស៊ីបានត្រូវវាយកម្ដុំកោះហ្នឹងគឺកោះហ្នឹងវាស្ថិតនៅក្នុងទឹកដីរបស់រុស្ស៊ីអាហ្នឹងគឺជារឿងមួយទៀតរឿងដែលតាក់ទិនទៅនឹងអ្វីដែលក្រោយជាបន្ទុកដូចជានៅប្រទេសឥណ្ឌានិងប្រទេសប៉ាគីស្ថាន
អានឹងគឺសិទ្ធិសឹងតែជាចំនួនព្រំដែនឯកម្ពុជានេះវាចូលក្នុងចំណុចទី3គឺព្រំដែនដែលបន្សល់ពីអាណានិគមយើងត្រូវគោរពអញ្ចឹងយើងមានផែនទីរបស់យើងគូសបន្សល់ដោយបារាំងដូច្នេះយើងមិនត្រូវនិយាយអ្វីដែលគ្មានការពិតឥឡូវហ្នឹងយើងគិតថាឥឡូវអង់គ្លេសគេឆ្លើយមកហើយសម្ដេចតាការគាត់នៅមានប្រជជនហេតុអីក៏គាត់មិនទៅសុំពីអង្គការសហជីវជាតិបើយល់ថាឯកឧត្តមវ៉ាកំហុងយកផែនទីคล้ายក្នុងនាមព្រះអង្គជាព្រះមហាក្សត្រមិនក៏មិនសេរីខិតហ្នឹងទៅអង្គការសហជីវជាតិទៅយកអាហ្នឹងមកក្នុងនាមជាអ្នកដឹកនាំចំណុចទី1ចំណុចទី2យើងដឹងហើយថាផែនទីដែលមានគឺយើងយកមកពីបារាំងពីអាមេរិករបស់រដ្ឋាភិបាលរបស់គណៈបក្សសង្គ្រោះជាតិរបស់អង្គការសហជីវជាតិឥឡូវនេះយើងឃើញថាយើងយកពីបារាំងមកផ្ទៀងផ្ទាត់ជាមួយរដ្ឋាភិបាលក៏នៅតែរដ្ឋាភិបាលត្រូវយើងយកពីអាមេរិកក៏យើងតែត្រូវព្រោះអាប៉ោងបោកក្រោកថ្ងៃនោះខ្ញុំឲ្យទៅផ្ទៀងផ្ទាត់គ្រប់ទាំងលោកសង្ឃទាំងសារព័ត៌មានទាំងប្រជាជនទាំងអ្នកស្រាវជ្រាវឲ្យទៅមើលរហូតដល់អ្នកនយោបាយដឹកដៃគ្នាទៅទៀតអញ្ចឹងយើងគិតមើលពីបារាំងយើងឃើញហើយគេថា IGN ចេញពីបណ្ណាល័យរបស់ IGN ហ្នឹងចឹងបានន័យថាម៉េចយកមកទៀងទាត់របស់រដ្ឋាភិបាលទៅទៀតប៉ុន្តែហេតុអីបានយើងយករដ្ឋាភិបាលជាគោលព្រោះមានមូលដ្ឋាន3សំខាន់ទី1មូលដ្ឋានគតិយុត្តមានន័យថាផែនទីដែលរដ្ឋាភិបាលប្រើគឺបានទទួលស្គាល់ដោយអង្គនីតិបញ្ញត្តិហ្នឹងទាំងសភាទាំងព្រឹទ្ធសភាទី2មានការឡាយប្រហោះពីព្រះមហាក្សត្រទី3គឺយើងមានកិច្ចព្រមព្រៀងនឹងចុះហត្ថលេខាទៅលើផែនទីរវាងប្រទេសជិតខាងគឺប្រទេសវៀតណាមនិងប្រទេសកម្ពុជាយើងមិនមែនបោះបង្គោលព្រំដែនទៅនៅកម្ពុជាទេយើងបោះបង្គោលរវាងវៀតណាមនិងកម្ពុជាបើសិនជាកម្ពុជាអត់ឯកភាពក៏មិនអាចបោះបានបើសិនជាវៀតណាមមិនឯកភាពក៏មិនបោះបានប៉ុន្តែផែនទីទាំងអស់នោះបើផែនទី3ដូចគ្នាហើយផែនទី1ដែលមានលក្ខណៈគតិយុត្តយើងត្រូវយកអារបស់ដែលមានផ្លូវគតិយុត្តដើម្បីបោះចុះបោះ UN អ្នកខ្លះសូម្បីតែអាដាមអ៊ុំសំអានក៏យល់ខុសដែរថាផែនទីរបស់ UN គឺផែនទីទម្លាក់របែកគូដោយនេះខ្ញុំខំជំរាបជូនថា UTM និងបនគ្រាន់តែបនមិនអាចប្រើប្រាស់ GPS ពីព្រោះ UTM ជាបោះអាមេរិកដែលបោះអ្នកប្រាជ្ញបោះអាមេរិកគេបោះអញ្ចឹងយើងមានន័យថាម៉េចទេបនគឺវារៀងជាសជីបើយើងនិយាយពីกระดาษវារៀងជាសជីដែររៀងជាសជីអញ្ចឹងយើងយកឲ្យអញ្ចឹងហើយកណ្ដាលយើងដាក់ភពគោលវាទៅចំណោលហើយក្នុងការផែនទីវាអត់មានកន្លះវាស់ទេដល់ពេល UTM មានន័យថាអីជារៀងស៊ីឡាំងអញ្ចឹងយើងវាស់ផែនទីហ្នឹងអញ្ចឹងយើងយល់ថាម៉េចទៅគឺຂະຫນាត100ពាន់ដូចគ្នាអញ្ចឹងតែយកទៅប្តឹងអង្គការសហជីវជាតិហ្នឹងគឺមានន័យថាម៉េចគឺយកតែចំណុចណាដែលមានការឈ្លានពានពីប្រទេសជិតខាងគឺអាធិវគីនិងសហរដ្ឋអាមេរិកមិនមែនគូសផែនទីថ្មីទេគឺផែនទី18ទាំងហ្នឹងគឺជាផែនទីដកបំលែងហៅថា convert បន្លែងមកទៅជាផែនទី UTM ហើយគេមាននិមិត្តសញ្ញា3និមិត្តសញ្ញារង្វង់មូលនិមិត្តសញ្ញាការ៉េនិមិត្តសញ្ញាត្រីកោណរង្វង់មូលគឺការឈ្លានពាននៅលើផែនដីរង្វង់គេថា4ជ្រុងឬក៏ចក្រកោណហ្នឹងគឺការឈ្លានពាននៅក្នុងដែនអាកាសហើយរូបត្រីកោណគឺការឈ្លានពានរបស់ដែនទឹកអញ្ចឹង3និមិត្តសញ្ញាហ្នឹងគឺគេដៅគេប្រាប់ថានៅឆ្នាំ1963គឺបានឈ្លានពាននៅថ្ងៃនេះកន្លែងណាគេមានបញ្ជាក់ត្រឹមត្រូវណាមិនមែនផែនទីគូថ្មីទេផែនទីដដែលដើម្បីឲ្យប្រើ GPS បានគេបំលែងវាឬគេភាសាអង់គ្លេស convert វាឲ្យទៅជា UTM ຂະຫນាត1លើ100ពាន់ដដែលអត់មានផែនទីคล้ายទេផែនទីដដែលប៉ុន្តែគេរើសតែចំណុចឈ្លានពាននឹងសូមបញ្ជាក់ខ្ញុំឃើញបងជុនច័ន្ទបុតបានបង្ហោះអ្នកខ្លះថាហេតុអីទៅយកផែនទីទម្លាក់រាប់បែកយកមកនេះផែនទីដដែលគ្រាន់តែគេកំណត់ថាកន្លែងណាឈ្លានពានដែនអាកាសកន្លែងណាឈ្លានពានដែនទឹកកន្លែងណាឈ្លានពានដែនគោកអានេះជាការពិតយើងរៀនយកការពិតរឿងព្រំដែនរឿងផែនទីជារឿងជាតិសូមកុំយកនយោបាយមកលូកលាន់ដោយអ្វីដែលលោកអេដាមអ៊ុំសំអានខ្ញុំគោរពប៉ុន្តែពេលនេះអេដាមកំពុងតែប្រើប្រាស់នយោបាយធ្វើជារង្វាស់រង្វល់នៅក្នុងបញ្ហាលោកថាល្អលោកយកមកមើលបើលោកអត់មានហើយលោកអំណាងថាអានឹងវាល្អដល់ណាទៀតបើលោកអត់មាន
អាហ្នឹងយើងឆ្លើយកុំឲ្យថាឥឡូវអ្នកថាទូរស័ព្ទនេះមិនកើតយកទូរស័ព្ទអីមកប្រើបើអត់មានគេទៅប្រើអាមានហើយគេអត់អាចនិយាយបានហ្នឹងបើសិនជាលោករកផែនទីមិនបានល្អមកជំនួសអានឹងផងតើយើងយកផែនទីអីទៅវត្តអានឹងយើងកុំប្រើប្រាស់យកឆន្ទៈនយោបាយយកភាពងប់ងល់មកដោះស្រាយបញ្ហាហ្នឹងរឿងសុំបន្ថែមបន្តិចទៀតរឿងមិនទុកសុខការទុកមិនសុខចិត្តរឿងសម្ដេចនាយករដ្ឋាភិបាលប៉ុន្តែយើងមានអាល្អជាងនឹងទេបើយើងមានអាល្អជាងនឹងខ្ញុំក៏តបដែរខ្ញុំក៏ទៅពួកខ្ញុំជាប្រទេសរបស់ខ្ញុំមិនមែនប្រទេសរបស់ហ៊ុនសែនណាមិនមែនប្រទេសរបស់សោមស៊ីណាមិនមែនប្រទេសរបស់នរ៉ានរ៉ិតណាប្រទេសយើងទាំងអស់គ្នាបើមានអាល្អជាងប៉ុន្តែវាអត់មានអាប៉ងបើក្របឲ្យតើបាទអញ្ចឹងលោកបណ្ឌិតសុខទួយងាកមកសំណួររបស់ខ្ញុំវិញអញ្ចឹងអ្វីដែលលោកបណ្ឌិតមានប្រសាសន៍មកហ្នឹងគិតថាសមរម្យហើយប្រជាពលរដ្ឋអាចនឹងស្ងប់ពីរឿងកោវ៉ានឹងបានទេខ្ញុំជន់ជម្រាបជូនថាបើអ្នកនយោបាយមានផែនទីលើសនឹងអញ្ជើញយកមកហើយបើអត់មានទេទុកភារកិច្ចនេះដើម្បីយើងធ្វើបន្តទៅទៀតព្រោះយើងមាន3ដំណាក់កាលដំណាក់កាលខ្ញុំនឹងសួរអំពីរឿងដំណាក់កាលបន្តនឹងហើយប៉ុន្តែមុននឹងសួរដំណាក់កាលបន្តនឹងខ្ញុំចង់ងាកមកអ្វីដែលលោកបណ្ឌិតកែមលីលើកឡើងមិញនេះថាយកគោទៅប្រៀបធៀបមួយកបីក៏ប៉ុន្តែបើលោកបណ្ឌិតថាមិនមែនទេគឺថាគោដដែលនឹងទេយកទៅប្រៀបធៀបមួយគោនឹងដដែលទេគ្រាន់តែថាគេបាន convert គោនឹងដើម្បីឲ្យងាយមើលជាងអីប៉ុណ្ណឹងតើលោកបណ្ឌិតកែមលីអាចទទួលយកបានទេនៅពេលដែលលោកបណ្ឌិតសុខទួយឆ្លើយថាគោនឹងគោដដែលនឹងជាទូទៅយើងមិនចង់បានផែនទីណាអន់ជាងឬក៏ល្អជាងនេះយើងចង់បានផែនទីដែលវាត្រឹមត្រូវហើយយើងចង់ឲ្យមានតម្លាភាពនៅក្នុងការបង្ហាញហើយផែនទីដែលត្រឹមត្រូវវាជាផែនទីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញមាត្រា2ហើយបានតម្កល់នៅអង្គការសហជីវជាតិចឹងប្រសិនបើយើងព្យាយាមរកផែនទីដែលបានតម្កល់នៅអង្គការសហជីវជាតិបើទោះបីជាយូរយ៉ាងម៉េចក៏ដោយប្រសិនបើយើងរៀបចំកងកម្លាំងប្រដាប់អាវុធការពារអ្វីដែលមានស្រាប់ឲ្យបានហើយយើងព្យាយាមយកអាភាពត្រឹមត្រូវនឹងយកមកធ្វើកិច្ចការអានឹងខ្ញុំគិតថាល្អជាងខ្ញុំមិនមានចំទាស់ទៅនឹងគំនិតរបស់លោកបណ្ឌិតសុខទួយទេប៉ុន្តែយើងឃើញនីតិវិធីនៅក្នុងការផ្ទៀងផ្ទាត់ផែនទីលោកបណ្ឌិតមុននឹងងាកទៅរឿងនីតិវិធីផ្ទៀងផ្ទាត់ខ្ញុំបាទក៏ចង់សួរថានៅពេលដែលលោកសុខទួយបកស្រាយថា UTM របស់អាមេរិកកាំងហើយនឹងបននឹងຂະຫນາດ1/100,000ដូចគ្នានឹងវាជាគោដូចគ្នានឹងតើលោកបណ្ឌិតទទួលយកបានទេចំណុចហ្នឹងជារួមវាខុសទៅនឹងរដ្ឋធម្មនុញ្ញបើសិនជាខុសទៅនឹងរដ្ឋធម្មនុញ្ញវាគឺជាការរំលោភទៅរដ្ឋធម្មនុញ្ញឬក៏ជាការធ្វើរដ្ឋបហារដ្ឋធម្មនុញ្ញហើយខ្ញុំមានការកោតសរសើរដល់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់ព្យាយាមការពាររដ្ឋធម្មនុញ្ញគាត់ព្យាយាមអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធការពាររដ្ឋធម្មនុញ្ញកន្លែងណាដែលយើងត្រូវការពារកាលណាយើងប្រើប្រាស់ខុសទៅនឹងផែនទីដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញបើទោះបីជាយើងនិយាយថាអាហ្នឹងវាបកទៅពីបនទៅអ៊ុយទេអឹមទៅអីយើងអត់ដឹងប៉ុន្តែកាលណាវាខុសហើយបាទបើវាខុសអញ្ចឹងថាតើអ្វីដែលលោកសុខទួយលើកឡើងថានឹងកែប្រែមាត្រាធម្មនុញ្ញមាត្រា2នៃរដ្ឋធម្មនុញ្ញហ្នឹងគួរតែធ្វើទេលោកបណ្ឌិតកាន់នេះជាទូទៅបើយើងមើលមាត្រាទី15មាត្រាទី150ថ្មីនៃជំពូក15ថ្មីគេនិយាយអំពីច្បាប់ឬក៏សេចក្តីសម្រេចទាំងឡាយណារបស់ស្ថាប័នរដ្ឋត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញចឹងប្រសិនបើរដ្ឋាភិបាលធ្វើអ្វីវាស្របទៅនឹងរដ្ឋធម្មនុញ្ញហើយវាអត់មានអីនឹងត្រូវធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទេប៉ុន្តែប្រសិនបើយើងចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញយើងត្រូវរកអ្វីដែលត្រឹមត្រូវហើយសុំសភាមកធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានយើងអាចទៅធ្វើសេចក្តីសម្រេចចរចាឬក៏សេចក្តីកិច្ចព្រមព្រៀងឬមួយក៏ការផ្ដល់សេចក្តីប័ណ្ណទៅលើសិទ្ធិសញ្ញាបំពេញបន្ថែមឬមួយក៏សិទ្ធិសញ្ញាព្រំដែនណាមួយបានមិនមែនយើងធ្វើហើយស្រាប់តែយើងគិតថាធ្វើទៅវាខុសវាត្រូវហើយសុំមកវិសោធនកម្មអាហ្នឹងវាមិនមែនសភាធម្មនុញ្ញទេធម្មតារបបសភានិយមរដ្ឋាភិបាលធ្វើអ្វីប្រសិនបើយើងគិតថាវាមិនត្រឹមត្រូវមិនទាន់សមស្របទៅនឹងរដ្ឋធម្មនុញ្ញសុំសភាធ្វើវិសោធនកម្មឲ្យហើយបានយើងមានសិទ្ធិទៅធ្វើបាទអរគុណឥឡូវនេះខ្ញុំចង់អញ្ជើញលោកអ៊ុំសំអាតដើម្បីបកស្រាយនៅអ្វីដែលលោកបណ្ឌិតសុខទួយមានប្រសាសន៍មិញយ៉ាងខ្លីបាទ
បាទដែលលោកមនិតទុយថាត្រូវយកតាមផែនទីអាណានិគមហ្នឹងអត់ត្រូវទេព្រោះផែនទីដែលរដ្ឋាភិបាលប្រើសពថ្ងៃហ្នឹងផែនទីຂະຫນາດ1 លើ 100,000 ហ្នឹងចំនួន26ផ្ទះហ្នឹងគឺអមសន្ធិសញ្ញាឆ្នាំ1985ហើយផែនទី UTM ຂະຫນາດ1 លើ 50,000 ចំនួន40ផ្ទះហ្នឹងគឺអមសន្ធិសញ្ញាឆ្នាំ1985ហើយនិយាយម្ដងទៀតក្នុងសន្ធិសញ្ញា25ខែឆ្នាំ2005អាហ្នឹងមានផែនទីដែលរបស់អាណានិគមទេរបស់បារាំងទេគឺផែនទីដែលវៀតណាមគេបង្ខំឲ្យខ្មែរយើងសញ្ញេនាទសវត្សរ៍ទី80ហើយផែនទីហ្នឹងមិនមែនជាផែនទីតម្កល់ដោយអង្គការសហប្រជាជាតិឆ្នាំ1964ទេអញ្ចឹងអាណានិគមបាត់យកមកប្រើផែនទីវៀតណាមគេរៀបចំទសវត្សរ៍ទី80មួយទៀតផែនទីឆ្នាំ1985ហ្នឹងវាផ្ទុយទៅនឹងមាត្រា2នៃរដ្ឋធម្មនុញ្ញផ្ទុយទៅនឹងមាត្រា55នៃរដ្ឋធម្មនុញ្ញហើយផ្ទុយទៅនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ1991សភាអនុម័តហ្នឹងទៅលើសន្ធិសញ្ញា25ខែឆ្នាំ2005មកផងដែរគឺមាត្រា150ថ្មីនៃរដ្ឋធម្មនុញ្ញដែលនិយាយថាច្បាប់និងសេចក្តីសម្រេចរបស់រដ្ឋត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាតចុះបើសិនអន្តិសញ្ញានៅឆ្នាំ1985ហ្នឹងវាផ្ទុយទៅនឹងមាត្រា2មាត្រា55នៃរដ្ឋធម្មនុញ្ញណាចុះអនុម័តយើងមានន័យអីយកអ្វីដែលសម័យយូរនឹងគ្រប់គ្រងហើយសម័យហ្នឹងអត់មានកៅអីអង្គការសហជីវជាតិទេហើយមួយទៀតលោកមនិតសុទុយថាកាន់តែវា convert ពីផែនទីបោនទៅជាផែនទី UTM ຂະຫນາດ1 លើ 100,000 តែវាដូចគ្នាដែរតាមពិតអាហ្នឹងមិនមានចែងក្នុងមាត្រា2នៃរដ្ឋធម្មនុញ្ញទេហើយផែនទីហ្នឹងក៏បានបញ្ជាក់ដែររដ្ឋាភិបាលថាមិនមានផែនទីផ្លូវការឬផែនទីដែលសម្ដេចហ៊ុនសែនស្នើសុំទេហើយ UN ក៏បញ្ជាក់ដែរថាផែនទីស្នើសុំហ្នឹងអត់ឃើញទេចាផែនទីហ្នឹងវាអត់ទី1អត់មានក្បាលហើយវាកាត់មកកណ្ដាលអីចឹងទៅដើម្បីប្តឹងអាមេរិកតំណាក់ក៏បែកអត់មានកន្ទុយចុះអត់មានព័ត៌មានច្បាស់លាស់ផែនទីក៏លក្ខណៈត្រឹមត្រូវត្រូវតែមានក្បាលវាផលិតនៅឆ្នាំណាដោយក្រមភូមិសាស្ត្រដូចចិនអញ្ចឹងទៅអ្នកផលិតផែនទីនេះຂະຫນາດប្រមាណអញ្ចឹងវាមានព័ត៌មានរបស់វាហើយបើមានតែអត់មានក្បាលមានកន្ទុយហ្នឹងមិនផែនទីនេះជាផ្លូវការដូច្នេះផែនទីហ្នឹងមិនមានជាផែនទីផ្លូវការទេហើយលោកមនិតសុទុយថាអញ្ចឹងបើយើងមានតែប៉ុណ្្នឹងយើងប្រើហ្នឹងទៅអត់តែប្រើហ្នឹងបានទេយើងមានផែនទីដទៃទៀតដែលអាចយើងចាំបានគឺផែនទីដែលតម្កល់នៅ UN ឆ្នាំ1964ដែលសម្ដេចតាតម្កល់ហើយមួយទៀតថារកមិនឃើញហើយយើងចាំមើលបន្តិចសិនទៅអាហ្នឹងលោកមនិតកានលីគាត់មានប្រសាសន៍អញ្ចឹងហើយមួយទៀតយើងអាចចាំពីមហាអំណាចពីរទៀតដែលអត់តន់ឆ្លើយអាចមានហើយបារាំងព្រោះបារាំងគេអ្នកធ្វើផែនទីដូច្នេះយើងចាំបន្តិចទៅបើសិនជាបានពីមហាអំណាចទាំងពីរហ្នឹងក៏ជាការល្អដែរបាទលោកបណ្ឌិតសុទុយងាកមករឿងផែនទីនឹងវិញដដែលហើយលោកបណ្ឌិតខ្ញុំសូមបាទតាមពិតខ្ញុំថ្ងៃហ្នឹងប្រហែលជាបើសិនជាអាយដាមអ៊ុំសំអានមានក្រមសីលធម៌ច្បាស់លាស់នឹងមិនបដិសេធទេខ្ញុំបានទូរស័ព្ទផ្ទាល់ទៅអាយដាមអ៊ុំសំអានឲ្យចូលរួមពិនិត្យផែនទីហ្នឹងយើងមានផែនទីបារាំងផងនិងផែនទីរបស់អាមេរិកផងហើយតាមតែខ្ញុំដឹងទេផែនទីនឹងមិនខុសគ្នាទេគ្រាន់តែរងចាំតែប្រធានាធិបតីរបស់បារាំងគេចុះហត្ថលេខាដើម្បីបកគលជាផ្លូវការទេតាមពិតថ្ងៃនោះយើងបានបង្ហាញ4ប្រភពនៃផែនទីលើកលែងតែផែនទីរបស់អាយដាមអ៊ុំសៀងពេញសាយដែលគាត់មិនព្រមឲ្យយើងបានយើងអត់ផ្ទៀងទៅវិញហើយអាយដាមអ៊ុំសំអានចាំច្បាស់ណាស់លោកថាអាយដាមថាក៏អត់បានមកទេគាត់នៅសៀមរាបមកមិនទាន់ទេនេះខ្ញុំទូរស័ព្ទផ្ទាល់ក្នុងលេខរបស់ខ្ញុំដើម្បីឲ្យអស់មន្ទិលសង្ស័យហើយយើងបានផ្ទៀងផ្ទាត់ហើយថាបោះបារាំងប្រើ UTM ប្រើបនຂະຫນາດ1 លើ 100,000 ហ្នឹងវាត្រូវគ្នាទេប៉ុន្តែជាទូទៅផែនទីរបស់អាមេរិកដែលនៅក្នុងផែនទីរបស់បណ្ណាល័យ Congress ហ្នឹងគឺប្រើ UTM ដូចគ្នាប៉ុន្តែដែលយើងយកមកផ្ទៀងផ្ទាត់យើងឲ្យផ្ទៀងផ្ទាត់ទាំងអស់គ្នាវាដូចគ្នាទេអាຂະຫນາດ1 លើ 100,000 ហ្នឹងអានេះចំណុចទី1ចំណុចទី2រឿងដែលផែនទីរបស់ UN គេបានបញ្ជាក់ច្បាស់ណាស់ថាគេមិនមែនមកដោះស្រាយរឿងយើងទេហើយផែនទីនេះក៏មិនមែនបង្ហាញអំពីភាពត្រឹមត្រូវរបស់ព្រំដែននៃប្រទេសទាំងពីរដែរគេបាននិយាយច្បាស់ណាស់នៅក្នុងឯកសារប៉ុន្តែដោយសារតែប្រវត្តិសាស្ត្រនិយាយតគ្នាថាយើងបានតម្កល់ផែនទីនៅឆ្នាំ1963ដល់69ហើយតាមពិត63ដល់69នេះគឺជាផែនទីទម្លាក់ប្របែកដែលបានឈ្លានពានហើយគេបានប្រាប់ថ្ងៃខែឆ្នាំដែលទម្លាក់ប្របែកអានឹងខ្ញុំសូមជម្រាបហើយយើងផែនទីហ្នឹងយើងបានប្រាប់នៅរាជបណ្ឌិតសភានឹងមុននឹង UN យកមកទៀតព្រោះយើងបានផែនទីនឹងរួចហើយគ្រាន់តែថ្ងៃ20ហ្នឹងបង្ហាញពីភាពដែល UN ប្រគល់ឲ្យទេតាមពិតផែនទីនឹងយើងបានតាំងពីមួយខែមុននៃ UN មកទៀតហើយឥឡូវហ្នឹងផែនទីរបស់បារាំងហ្នឹងក៏យើងមានទៀត
វាអត់មានស្អីខុសពីនឹងទេហើយយើងនិយាយថាផែនទីសញ្ញេដោយវៀតណាមដោយភាគីកម្ពុជា8283ហ្នឹងថាវាមិនមែនរដ្ឋធម្មនុញ្ញខ្ញុំកោតតែនិយាយទៅរួចតំណាងរាស្ត្រមួយទាំងមូលអត់ប្រមើលច្បាប់ហ្នឹងបានចូលទៅជាក្រមទៅជារដ្ឋធម្មនុញ្ញរួចទៅហើយតែរដ្ឋធម្មនុញ្ញបន្ថែមឲ្យសូមមើលឡើងវិញហើយអ្នកណាថា82 83មិនស្របច្បាប់មានន័យអ្នកឯងចេះនិយាយថាគោរពរដ្ឋធម្មនុញ្ញឥឡូវបើវាទៅជារដ្ឋធម្មនុញ្ញមិនគោរពគឺអ្នកឯងនឹងខ្លួនឯងទៅធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញហ្នឹងមានទាំងបណ្ឌិតកែនលីរួមជាមួយគ្នាផងព្រោះ82 83 85ទៅជាស្អីរដ្ឋធម្មនុញ្ញឆ្នាំ2005បញ្ចូលក្នុងរដ្ឋធម្មនុញ្ញដូចទៅហើយអញ្ចឹងសូមមើលអានឹងឡើងវិញហើយថ្មីនេះរដ្ឋាភិបាលបង្ហោះគ្រប់អត់មានអីអាកម្មទេអញ្ចឹងសូមឲ្យមើលឡើងវិញពីព្រោះអានឹងបានបញ្ចូលទៅជារដ្ឋធម្មនុញ្ញរួចទៅហើយមានមូលដ្ឋានគតិយុត្តត្រឹមត្រូវណាស់អញ្ចឹងហើយបានជារដ្ឋាភិបាលថាបើអ្នកណាថាខ្លាំងខ្លាយមានន័យថាអ្នកឯងទៅរដ្ឋប្រហាររដ្ឋធម្មនុញ្ញរួចទៅហើយបាទកន្លែងនេះសូមបញ្ជាក់ម្ដងទៀតបាទអរគុណលោកបណ្ឌិតសុកទូចលោកបណ្ឌិតកែមលីលោកសុកទូចមានប្រសាសន៍ថាអាប៉ោងបើកក្របហើយអ្វីក៏មើលឃើញទាំងអស់ហើយលោកបណ្ឌិតមើលឃើញក្របនៅក្នុងចានអាប៉ោងនឹងដែរក្របលេខប្រមាណឬមួយក៏លោកបណ្ឌិតមានគំនិតបែបណាទៅវិញចំណុចទី2អ្វីក៏ដោយស្របតាមរដ្ឋធម្មនុញ្ញទាំងអស់លោកឆ្លើយយ៉ាងម៉េចវាអាប៉ោងវាមាន6រុនប៉ុន្តែដល់ពេលបើកក្របទៅអាប៉ោងនោះវាបែកវាអត់មានក្របអញ្ចឹងណាអាហ្នឹងយើងមើលឃើញជាទូទៅបើសិនជាយើងដឹងថាផែនទីដែលរំកល់នៅអង្គការសហជីវជាតិផែនទីដែលយកពីអង្គការសហជីវជាតិជាផែនទីឈ្លានពានហេតុអីបានយើងគិតថាផែនទីដែលយកទៅប្តឹងឈ្លានពាននេះវាមកដូចផែនទីរបស់រដ្ឋាភិបាលអាហ្នឹងរឿងមួយរឿងទី2បើសិនជាអ្វីដែលរដ្ឋាភិបាលធ្វើនឹងវាត្រឹមត្រូវវាច្បាស់លាស់ហើយវាមានរដ្ឋធម្មនុញ្ញចែងអីត្រឹមត្រូវនៅធម្មនុញ្ញបន្ថែមអីឧទាហរណ៍ហេតុអីបានយើងមានមូលហេតុមកចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញអាហ្នឹងរឿងទី2រឿងទី3ដូចដែលខ្ញុំបានលើកឡើងអញ្ចឹងអ្វីដែលយើងបើកក្របនឹងវាទាល់តែមានអ្នកជំនាញមើលផែនទីពីព្រោះថាបើសិនជាលំអៀង1មីលីម៉ែត្រ2មីលីម៉ែត្រហើយយកផែនទីតូចយកមកបង្ហាញឲ្យមនុស្សដែលមើលនឹងវានៅឆ្ងាយបើសិនជាខ្ញុំចេះធ្លាប់បើសិនជាខ្ញុំបើឲ្យខ្ញុំទៅមើលដូចដឹកគោឲ្យមើលកុនអញ្ចឹងអាហ្នឹងតែវាត្រូវពិនិត្យមើលច្បាស់លាស់ឡើងមកមើលម្ដងមួយហើយនឹងអ្នកនឹងមានជំនាញទៅទៀតបើសិនជាអ្នកនឹងអត់មានជំនាញអត់ខុសពីយើងអត់ដែលរៀនឲ្យទៅធ្វើ logarit integral នៅថ្នាក់ទី12ទេសំកាត់លោកបណ្ឌិតកែមលីបន្តិចខ្ញុំសូមងាកមកលោកសុកទូចសម្ដីនឹងហាក់ដូចជាឌឺមកលោកសុកទូចបន្តិចលោកសុកទូចតើលោកមានជំនាញក្នុងការមើលផែនទីនឹងទេដែលជាប្រធានដោយសារលោកបណ្ឌិតកែមលីលោកបានចូលរួមទៅកន្លែងវិមានសន្តិភាពតាមពិតគេគូពីបានគេយកអាផែនទីរបស់ UN ហ្នឹងវាអត់តមកទេពីព្រោះគេ copy បានន័យថាគេហៅថាបាច់ផ្ដានភាសាខ្មែរថាផ្ដានពីផែនទីរបស់រដ្ឋាភិបាលហ្នឹងទៅដាក់ទៅលើផែនទីរបស់ UTM ຂະຫນາດ 100,000 និងបន 100,000 ដាក់លើគ្នាវាត្រួតស៊ីគ្នាអាហ្នឹងគេហៅថាក្បាច់ស្រីបើគេភាសានេះហៅកាកែយកទៅដាក់ហើយខ្ញុំជឿថាប្រហែលជាលោកបណ្ឌិតកែមលីម្នាក់ឯងមើលមិនច្បាស់ក៏មិនដឹងប៉ុន្តែសម្រាប់កាមេរ៉ារាប់រយកាមេរ៉ាហ្នឹងហើយគេផ្ទៀងហ្នឹងគេអត់មានអាកំបាំងអីទេគេថាអ្នកណាក៏មើលបានដែរគេផ្ទៀងហើយគេយកទៅដាក់ហើយវាត្រូវសួរថាចុះអាផែនទីហ្នឹងវាឈ្លានពានមិនក៏ដាក់ត្រូវច្រឡំទៀតតែកន្លែងហ្នឹងច្រឡំទៀតដូចបងជុនច័ន្ទបុតសួរខ្ញុំចឹងមិនមែនទេផែនទីដដែលហ្នឹងប៉ុន្តែគេយកតែផែនទីណាដែលចំណុចកន្លែងណាដែលវាឈ្លានពានប៉ុន្តែផែនទីចេញពីបនຂະຫນាត 100,000 គ្រាន់តែជា convert បំលែងឲ្យទៅជា UTM តែប៉ុណ្្នឹងទេហើយគេយកតែចំណុចណាដែលឈ្លានពានមិនមែនគេគូផែនទីថ្មីទេសូមបញ្ជាក់ម្ដងហើយម្ដងទៀតអញ្ចឹងខ្ញុំកុំច្រឡំអញ្ចឹងបើសិនជាយកអា18ទាំងហ្នឹងមកប្រៀបធៀបជាមួយរបស់រដ្ឋាភិបាលក៏វាដូចគ្នាដែរព្រោះវាចេញពី UTM ឬក៏ពីបនຂະຫນាត 100,000 នឹងដដែលទេគ្រាន់តែជាកន្លែងហ្នឹងវាកន្លែងឈ្លានពានមិនមែនគូថ្មីទេណាសូមបញ្ជាក់មិនមែនគូថ្មីទេបាទការពិតយើងថានីតិវិទ្យាអ្នកស្ដាប់ប៉ុន្តែយើងមិនបានជម្រាបហៅអ្នកស្ដាប់មកម្ដងសោះយើងទៅជែកគ្នាទៅគ្នាយើងឥឡូវនេះខ្ញុំចង់ផ្ដល់ឱកាសដល់លោកពិសិដ្ឋដែលហៅមកពីសហរដ្ឋអាមេរិកលោកពិសិដ្ឋសូមជួយដាក់សំណួរបាទឥ
Hello ជារៀបសួរលោកជួនច័ន្ទគាត់ហើយជារៀបសួរលោកវិក្កាមិនទាំងអស់គ្នាបាទហើយខ្ញុំសូមមានមតិបន្តិចចាំខ្ញុំមានសំណួរណាត់ទៅដូចជារលកថ្មីអក្សរថ្មីដល់ផ្ដាច់ទៅគុកមួយហើយការស្រាវជ្រាវក៏ហាក់ដូចជារលកស៊ូណាមីទៀតគឺខ្លាំងតែម្ដងបានតែ3ខែអាចសម្រេច5-6ខែអាចសម្រេចថាផែនដីកម្ពុជាហ្នឹងត្រូវផ្លាស់ប្ដូរហើយដូចជាការផ្លាស់ប្ដូរផ្នត់គំនិតរបស់ពលរដ្ឋទាំង15-16លានអ្នកថែមទៀតព្រោះ181,000ក៏ត្រូវខុសហើយរែងឯកសារនានាដែលតាមមានពីសម័យមុនក៏ខុសអត់អលីទាំងអស់បាទនេះជាសក្តានុពលថ្មីហើយជារលកសង្គមមួយឡើងថ្មីហើយប្រជាជនទាំងអស់គ្នាផ្អើលគ្រប់កន្លែងទាំងអស់បាទហើយមួយទៀតចំពោះលោកមន្ត្រីសុខទូចលោកតែនិយាយថាក្រមសិលធម៌លោកនិយាយក៏លោកគិតខ្លួនឯងដែរកុំលោកចង្អុលតាគេលោកនិយាយថាលោកមានក្រមសិលធម៌ល្អណាស់ការធ្វើអ្វីមួយលោកក៏ចាំបាច់គួរថាល្អឯប្រជាជនទាំងអស់គេស្ដាប់គេចេះគិតគេចេះពិចារណាហើយលោកមានប្រសាសន៍មកមិនមែនលោកមានប្រសាសន៍ជាមួយគោជាមួយកវីទេដូច្នេះលោកនិយាយជាមួយមនុស្សការមនុស្សគេមានការគិតដែរបាទនឹងជាចំណុចរបស់ខ្ញុំហើយមួយទៀតខ្ញុំមានសំណួររបស់ខ្ញុំគឺថាផែនទី26ទាំងពីរដ្ឋាភិបាលហើយ24ទាំង26តែបានតែ24ទេពី CNP ហើយ UN ហ្នឹង18ទាំងហើយមកពីពិភពណាទៀតអាហ្នឹងដូចអត់មាននេះគ្រាន់តែនិយាយហើយខ្ញុំឆ្ងល់ថាការស្រាវជ្រាវហេតុអីក៏មិនព្រមបងអង្គឲ្យបានថាវាត្រឹមត្រូវគ្រប់គ្រាន់ហើយហេតុអីក៏គ្រាន់តែស្រាវជ្រាវមួយរយៈពេលខ្លីហើយប្រភពដែលបានមកបង្ខំពីខាង CNP ឲ្យរកពីទាំងថែមទៀតប៉ុន្តែអា18ទាំងខ្វះ8ទាំងអត់មានលឺមាត់ទេនិយាយថាអា18ទាំងត្រឹមត្រូវហើយបាទអាហ្នឹងមួយថាហេតុអីបាទហើយមួយទៀតរឿងធ្វើការចង់កែប្រែរដ្ឋធម្មនុញ្ញមាត្រា2បាទមាត្រា2ច្បាស់ណាស់នឹងធ្វើនឹងដែលយើងតែនិយាយទាំងអស់គ្នាថាពិតជាកាត់ក្បាលតម្រូវមួយពេលនេះក្បាលខ្មែរប្រហែលជា15-16លានអ្នកក៏ត្រូវតែកាត់ដែរហើយកាត់ហ្នឹងធម្មតាយើងពិចារណាទៅជឿប៉ុន្មានតែបើសិនជាកាត់តែម្នាក់អីវាមិនបញ្ហាជឿក៏ជឿចុះព្រោះតែម្នាក់បាទអាហ្នឹងនឹងជាកំណត់របស់ខ្ញុំតើខ្មែរជឿប៉ុន្មានបាទហើយមួយទៀតខ្មែរយើងឈ្នះក្តីប្រសាត្រវិហារដោយប្រើផែនទីមួយណាបាទអរគុណច្រើនតែប៉ុណ្្នឹងបាទអរគុណលោកពិសិដ្ឋបាទសូមអញ្ជើញលោកបណ្ឌិតសុខទូចហេតុអីក៏បញ្ញាមែនបាទលោកពិសិដ្ឋលោកថាប្រជាជនខ្មែរ15លានអ្នកមានខួរក្បាលនឹងដឹងរឿងនេះហេតុអីពួកខ្ញុំក៏លឿនម៉េះលោកមិនបានតាមដានលោកមិនបានមើលហើយលោកចេះតែនិយាយតាមពិតខ្ញុំបានជម្រាបលោករួចទៅហើយជម្រាបទស្សនិកជនទាំងអស់រួចទៅហើយយើងមានប្រភពពីអាមេរិកយើងមានប្រភពអំពីបារាំង IGN យើងមានប្រភពអំពីរដ្ឋាភិបាលយើងមានប្រភពពី UN យើងមានប្រភពពី CNRP លោកខ្ញុំបានជម្រាបលោកជូនហើយរួចហើយតើសូម្បីតែវិទ្យុអាស៊ីសេរីនេះក៏ខ្ញុំបានជម្រាបសូម្បីតែ VOA នេះក៏ខ្ញុំបានជម្រាបរួចទៅហើយហេតុក៏លោកមិនស្ដាប់ចំណុចទី1ចំណុចទី2 18ផ្ទាំងហ្នឹងគេបានប្រាប់យើងហើយថាគេមានតែប៉ុណ្្នឹងហើយឲ្យទៅសួរមកទៀតហើយគណៈបកសង្គ្រោះជាតិមាន26ផ្ទាំងប្រើប្រាស់តែបាន24ខ្ញុំគ្មានសិទ្ធិអីទៅជំរិតគេថាតែយកមកទៀតទេខ្ញុំបានជម្រាបជូនហើយគណៈបកសង្គ្រោះជាតិដែលយកមកក៏ទទួលស្គាល់ការពិតថាអត់មានពីផ្ទាំងព្រោះអាមួយផ្ទាំងនោះគឺប្រើរួមអាមួយផ្ទាំងទៀតចូលទៅដាឡាត់ហើយដាឡាត់គឺជាទឹកដីរបស់វៀតណាមអានឹងយើងទៅទទួលយកការពិតលោកនិយាយអំពីថាហេតុអីបានយើងឈ្នះប្រាសាទព្រះវិហារកន្លែងនេះសូមបញ្ជាក់បើយោងតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាគឺខុសអត់អាចឆ្លើយបានទេនេះដោយយើងយកកិច្ចព្រមព្រៀងទេនៅឆ្នាំ1904ដែលគូសដែលមានសន្ធិសញ្ញាបារាំងសៀមហើយបានគូសផែនទីនៅឆ្នាំ1907ហើយបានបោះបង្គោលហើយនៅឆ្នាំ1909ប្រើຂະຫນາດ1/200,000លោកពិសិដ្ឋ
សូមលោកមើលម្ដងទៀតហើយរដ្ឋធម្មនុញ្ញអត់មានចែងទេអាហ្នឹងបើនិយាយពីសមុទ្រຂະຫນាត1លើ 300,000 មិនមែនកាត់ក្បាលតម្រូវមួកទេមិនមែនកាត់ក្បាលតម្រូវមួកទេលោកពិសិដ្ឋមុននឹងលោកនិយាយសូមឲ្យលោកអានឲ្យបានច្រើនចំណុចមួយទៀតបើសិនជាយកក្បូនຂະຫນាត 100,000 ឆ្នាំ 1633 តើវាឆ្លើយតបជាមួយថៃទេបើថៃធ្វើនៅឆ្នាំ 1904 សន្ធិសញ្ញាឆ្នាំ 1904 ហើយបានគូសបោះបង្គោលព្រំដែនឆ្នាំ 1907 យើងយកអានឹងទៅប្តឹងទៅឈ្នះនៅផ្សារព្រះវិហារហើយចំណុចមួយទៀតបើសិនជាយើងហើយសូមជំរាបជូនថាដោយអាយដាមអ៊ុំសំអានថាសុកទូចនឹងហ៊ុនសែនមានបំណងចង់ធ្វើវិសោធនកម្មតាមពិតសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនអត់បានមកសួរពួកខ្ញុំទេពួកខ្ញុំគ្រាន់តែផ្ដល់អនុសាសន៍មិនបានតម្រូវឲ្យនាយករដ្ឋមន្ត្រីឬសភាធ្វើគ្រាន់តែផ្ដល់ជាអនុសាសន៍ហើយចំណុចមួយគឺជិតចង់បញ្ជាក់ថាម៉េចទេយើងចង់និយាយថាបើយើងគិតឆ្នាំ 1933 ចុះដាក់ហូតដែលធ្វើនៅឆ្នាំ 1914 តើវាយ៉ាងម៉េចសញ្ញាវាសួរអញ្ចឹងសញ្ញាដែលយើងត្រូវសួរវាអញ្ចឹងទេហើយយើងនិយាយថារដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាប្រើបានតែក្នុងប្រទេសកម្ពុជាទេប៉ុន្តែយើងត្រូវបោះបង្គោលជាមួយភាគីវៀតណាមយើងត្រូវបោះបង្គោលជាមួយភាគីឡាវអញ្ចឹងយើងត្រូវធ្វើវាម៉េចហើយវិសោធនកម្មមិនមែនតម្រូវឲ្យធ្វើពេលនេះទេក្រោយពីយើងបានបោះបង្គោលចប់សពគ្រប់យើងនឹងត្រូវធ្វើវិសោធនកម្មដើម្បីការពារព្រោះយើងធ្វើលបងតាមម្ខាងហើយលោកបណ្ឌិតកែមលីថ្ងៃមួយក៏សួរខ្ញុំដែរថាចុះបើយើងធ្វើឲ្យសុំធ្វើវិសោធនកម្មវាមិនផ្ទុយរដ្ឋធម្មនុញ្ញវាមិនមែនផ្ទុយទេដោយសារតែយើងយកទៅអនុវត្តជាមួយប្រទេសជិតខាងរបស់យើងឧទាហរណ៍សមុទ្រយើងប្រើខ្នាត1លើ 300,000 តើរដ្ឋធម្មនុញ្ញមានបានចែងទេអត់បានចែងទេអញ្ចឹងកន្លែងហ្នឹងខ្ញុំមិនយើងមើលសិក្សាទៅវាឃើញទស្សនវិជ្ជាឆក់ល្វែងឬការខ្វះខាតដែលយើងធ្វើរបងតែជាមួយវៀតណាមមិនមែនព្រំដែនកម្ពុជាជាប់ទៅជាមួយវៀតណាមណាយើងជួបជាមួយឡាវយើងជាប់ដែនសមុទ្រយើងជាប់ជាមួយថៃអញ្ចឹងយើងចង់ថាពេលក្រោយពីបោះបង្គោលរួចហើយបើយើងធ្វើវិសោធនកម្មដើម្បីខាតយើងធ្វើអីអាកន្លែងនេះសូមបញ្ជាក់ម្ដងហើយម្ដងទៀតហើយសូមអរគុណលោកបណ្ឌិតសុកទូចបាទឥឡូវនេះខ្ញុំចង់អញ្ជើញលោកអ្នកស្ដាប់ម្នាក់ទៀតពីកំពង់ចាមលោកហូបាទសូមអញ្ជើញដាក់សំណួរបាទហៅឡូដោយសារលក្ខខណ្ឌអ្នកក៏រួចថាមិនបាច់សម្រាប់សួរវាគ្មិនទេអញ្ចឹងខ្ញុំចាប់ផ្ដើមពីកម្មវគ្គមុននោះគឺរឿងផែនទីហ្នឹងដែរគឺជាមួយអ្នកស្រីលោកជំទាវគាត់ពីស្រីនេះអ្នកជំនាញខាងផែនទីដែរគេសួរថាគាត់អត់ដឹងផែនទីហ្នឹងមានផ្ទៃដីកម្ពុជាហ្នឹងមានផ្ទៃកន្លះប្រមាណទេហើយខ្ញុំចាប់គូថាកាលហ្នឹងលោកបណ្ឌិតសុកទូចហ្នឹងក៏ជីវិតបានដែរហើយលោកដឹងទេកាលហ្នឹងគាត់ដឹងលោកក៏មិនជួយឆ្លើយប្រាប់ផងបើគាត់អ្នកស្រីហ្នឹងក៏អត់ដឹងហើយមកដល់ពេលនេះក្នុងប្រធានបទនេះគឺខ្ញុំមានសំណួរមួយចង់សួរថាអញ្ចឹងសួរថាក្រោយពីការវាស់វែងពីផែនទីផែនអីរួចទៅគាត់ទូទៅតើដីយើងដីស្រុកខ្មែរយើងទាំងអស់គ្នានេះវាត្រូវទៅតាមតែខ្ញុំបានរៀនគឺ 186,035 គីឡូម៉ែត្រការ៉េដែរអត់ហើយបើបានប៉ុណ្ណឹងហើយមិនបាច់ថាចង់បានចំណេញចាប់បានខាតទេសូមថាតែប៉ុណ្ណឹងទៅបានហើយអញ្ចឹងខ្ញុំមានសំណួរប៉ុណ្ណឹងទេបាទអរគុណលោកហូបាទលោកបណ្ឌិតសុកទូចកាលនឹងនៅអង្គុយជាមួយនឹងលោកជំទាវកុយពិសីដែរហេតុអីក៏មិនជួយឆ្លើយគាត់ផងប្រហែលជាគាត់ស្ដាប់មិនទាន់តាមពិតខ្ញុំបានប្រាប់តើខ្ញុំប្រាប់ថាផែនដីរបស់យើងមាន 181,035 ហើយខ្ញុំប្រាប់ទៀតថាមាន 1,770 គីឡូម៉ែត្រជាមួយវៀតណាមហើយមាន 804 គីឡូម៉ែត្រជាមួយថៃហើយមាន 540 គីឡូម៉ែត្រជាមួយឡាវខ្ញុំបានបញ្ជាក់ច្បាស់ណាស់ប៉ុន្តែគេលោកស្ដាប់មិនទាន់ប៉ុន្តែសម្រាប់ខ្ញុំបាននិយាយរឿងហ្នឹងបាទនៅមានរឿងមួយទៀតលោកបណ្ឌិតសុកទូចបើក្នុងនីតិវិទ្យានៅថ្ងៃនោះលោកស្រីកុយពិសីនឹងថាការដែលបារាំងបោះបកគោល73បកគោលហើយនឹងគឺបោះខាងថៃទេមិនមែនបោះខាងវៀតណាមទេក៏ប៉ុន្តែនៅពេលដែលលោកសៀងពេញសែហើយនឹងលោកឌីការ៉េតពីស្រុកបារាំងនឹងនិយាយអំពីរឿងការបោះបកគោលនឹងលោកថាលោកមានឯកសារទាំងអស់ក្នុងការបោះបកគោល73តើអ្នកស្រីកុយពិសីខុសឬមួយក៏អ្នកស្រីកុយពិសីត្រូវខ្ញុំគ្រាន់ជម្រាបជូន
មិនដឹងថាម៉េចទេខ្ញុំស្ដាប់មិនទាន់ទាំងអ៊ំធៀមពេញខ្សែទាំងអីហ្នឹងគាត់ថាឮគេថាតាមពិតមិនមែនទេគឺ124បង្គោលនៅក្នុងសម័យអាណានិគមបារាំងហ្នឹងបោះព្រំដែនកម្ពុជាវៀតណាមអាហ្នឹងមិនមែន70ទេ124អញ្ចឹងបោះទាំងវៀតណាមផងបាទវៀតណាមតែខាងវៀតណាមទេ124បង្គោលហើយឯកសារនេះខ្ញុំបានសិក្សា3ឯកសារទី1លោកបណ្ឌិតហ្នឹងក៏អត់ចេញឈ្មោះឲ្យខ្ញុំទេគាត់ថាកុំឲ្យបញ្ចេញឈ្មោះហើយមួយទៀតគឺឯកសារនិក្ខេបបទរបស់សរិនឆាបានសរសេរច្បាស់ណាស់ហើយមួយទៀតដែលយើងបានសិក្សាហ្នឹងគឺឯកសារដែលតាក់ទិនទៅនឹងបង្គោលរបស់វៀតណាមហ្នឹងឥឡូវហ្នឹងបានយើងចង់ជម្រាបជូនថាយើងនឹងចុះទៅមើលហើយនឹងទៀងទាត់តើអា124ហ្នឹងវានៅឬក៏អត់ហើយបើវាអត់មូលហេតុអីអាហ្នឹងដែលយើងត្រូវសិក្សាទាំងអស់គ្នាហើយខាងខ្ញុំនឹងរៀបចំចុះទៅត្រួតពិនិត្យទៅលើសកម្មភាពទាំងអស់ហ្នឹងហើយដូច្នេះលោកនោះចោទសួរថា181.035ហ្នឹងវានៅក៏អត់កន្លែងនេះខ្ញុំក៏ជំរាបជូនថាខាងខ្ញុំសិក្សាតែលើផែនទីទេគ្រាន់តែដាក់ផែនទីមកគឺមានប្រតិកម្មទោះបីជាយើងបើកសូម្បីតែយើងបើកចំហប៉ុណ្្នឹងហើយយើងនៅតែប្រតិកម្មទៀតធ្វើតម្រាំមកយើងលាក់តាមពិតយើងអត់មានលក្ខអីទេហើយមកដល់ថ្ងៃនេះខ្ញុំបានជម្រាបជូនទៅដល់ប្រជាជនក៏ដូចជាអ្នកស្រាវជ្រាវទាំងអស់ឲ្យតែម៉ោងធ្វើការខ្ញុំនៅទីនោះឬក៏ខ្ញុំនៅសាលាថ្ងៃសៅរ៍ថ្ងៃអាទិត្យខ្ញុំអាចឲ្យមើលផែនទីបានអត់មានអីលាក់លៀមទេហើយខ្ញុំ UTM ຂະຫນາດលើ150,000ខ្ញុំអត់មានទេតែ1លើ100,000បោនខ្ញុំមានទាំងបោះបារាំងទាំងបោះអាមេរិកទាំងបោះគណៈបកសង្គ្រោះជាតិទាំងបោះ UN ខ្ញុំមានទាំងអស់ប៉ុន្តែខ្ញុំមានមួយនោះគឺថាទី1គឺមាន46ផ្ទាំងហើយក្រោយមកទៀត126ផ្ទាំងហ្នឹងគឺខ្ញុំអត់ហ៊ានបញ្ចេញដោយសារតែម្ចាស់របស់គេមិនឲ្យបញ្ចេញអញ្ចឹងយើងអីដែលយើងមានគឺយើងសូមស្រាយបញ្ជាក់ថាអត់មានដែលលាក់ទេគឺយើងដាក់នៅលើតុហើយបង្ហាញអ្នកណាក៏បានហើយថ្ងៃមុនហ្នឹងលោកសាការីយ៉ាបានទៅថតដល់កន្លែងហ្នឹងគឺមាន4ទួទៅថតដល់កន្លែងខាងខ្ញុំហ្នឹងគឺយើងអត់ឲ្យអ្នកណាទៅទេគឺថាខាងសារព័ត៌មាននឹងទៅតែម្ដងឲ្យថតផ្ទាល់ទៅលើសកម្មភាពបង្ហាញផែនទីទាំងអស់ហ្នឹងបាទមាន CNC មានដែល My TV មានខាងអាស៊ីសេរីទាំងអស់ហ្នឹងយើងបានបញ្ជាក់បាទអរគុណលោកបណ្ឌិតលោកបណ្ឌិតថានឹងចុះទៅមើលបង្គោល124នៅខាងវៀតណាមដែលបារាំងបោះនឹងសំណួរយ៉ាងខ្លីតើបង្គោល124ហ្នឹងបោះនៅឆ្នាំណាបាទបោះនៅក្នុងសម័យអាណានិគមនិយមបារាំងហ្នឹងតែម្ដងបាទដល់ហ្នឹងគឺថាខ្ញុំមានសំណួររបស់លោកអ្នកតាមដានតាម Facebook ម្នាក់គាត់ដាក់ឈ្មោះថាកងហ្គាថោងឬមួយកញ្ញាថោងគាត់បាននិយាយថាខ្ញុំសូមសួរទៅលោកបណ្ឌិតសុកទួយថាបើផ្ទៀងផ្ទាត់ផែនទីហើយត្រូវលោកថានឹងលោកទៅមើលបង្គោលព្រំដែនទៀតតើលោកទៅឬទេហើយបើលោកទៅមើលឧទាហរណ៍ឃើញខុសតើលោកហ៊ាននិយាយថាខុសឬទេបាទអរគុណកន្លែងនេះខ្ញុំបានជម្រាបជូនហើយគឺថាខ្ញុំបានដាក់ផុកជីវិតរបស់ខ្ញុំនៅក្នុងរឿងប្រវត្តិសាស្ត្រនេះព្រោះខ្ញុំលែងបន្ទោសប្រវត្តិសាស្ត្រទៀតហើយក្នុងករណីខ្ញុំទៅផ្ទៀងផ្ទាត់ខុសឬរកមិនឃើញខ្ញុំត្រូវសួរអាជ្ញាធរព្រំដែនថាហេតុអីបានជាវាខុសសូមបកស្រាយរវាង2នាក់និង2នាក់រវាងក្រុមស្រាវជ្រាវនិងអាជ្ញាធរព្រំដែនជាសាធារណៈទេបាទជាសាធារណៈទេមុនដំបូងអត់តជាសាធារណៈទេតែបើសិនជាបកស្រាយឲ្យមិនច្បាស់លាស់គឺខ្ញុំនឹងធ្វើជាសាធារណៈប៉ុន្តែឲ្យគេបញ្យល់សិនយើងមិនអាចបញ្យល់មិនទាន់បញ្យល់យើងហើយយើងជិះចេញជាសាធារណៈគឺយើងអត់ទាន់ទេព្រោះយើងនិយាយពីក្រមសីលធម៌សិនឲ្យគេបញ្យល់យើងសិនហើយក្រោយពីបញ្យល់ហើយបើសិនជាបញ្យល់ទៅមិនសមហេតុផលអានឹងយើងត្រូវចេញធ្វើជាសាធារណៈហើយខ្ញុំជឿជាក់ថារឿងនេះវាជារឿងជាតិរបស់យើងទាំងអស់គ្នាហើយខ្ញុំក៏មានកូនខ្ញុំបន្តទៀតដែរអញ្ចឹងខ្ញុំមិនឲ្យប្រវត្តិសាស្ត្រជេរខ្ញុំហើយជេរកូនខ្ញុំទៀតទេហើយយើងចុះទៅនេះយើងបានជម្រាបជូនថាទី1យើងសិក្សាផែនទីទី2យើងបានសិក្សាទៅលើសន្ធិសញ្ញានិងកិច្ចព្រមព្រៀងទី3បានយើងផ្ទៀងផ្ទាត់រវាងផែនទីនិងផែនដីឥឡូវនេះយើងកំពុងតែសិក្សាយើងបានសួរយើងបានផ្ដល់គេឲ្យផ្ដល់យោបល់ពីខាងខ្មែរយើងពេលវេលាចិត្តអស់ហើយលោកបណ្ឌិតសុកទួយខ្ញុំមានសំណួរចុងក្រោយមួយទៀតទេពីព្រោះថាលោក
សំអានក៏នៅមានសាច់រឿងច្រើនណាស់ប៉ុន្តែស្ដាយណាស់ពេលវេលាយើងខ្លីមែនតើខ្ញុំសួរតែមួយម៉ាត់ទៀតទេលោកសុកទូចមានការចោទប្រកាន់ច្រើនណាស់ហើយខ្ញុំក៏ធ្លាប់សម្ភាសលោកសុកទូចកន្លងមកដែរលោកធ្លាប់រិះគន់ទាំងខាងគណៈបក្សសង្គ្រោះជាតិលោករិះគន់ទាំងខាងរដ្ឋាភិបាលបច្ចុប្បន្នមកដល់ពេលនេះមានមនុស្សច្រើនណាស់ចោទថាលោកលែងឯករាជ្យហើយលោកធ្វើការខាងរដ្ឋាភិបាលលោកឆ្លើយយ៉ាងម៉េចដែរបាទឲ្យលឺទាំងអស់គ្នាបាទជាការពិតខ្ញុំជាមន្ត្រីរបស់រដ្ឋាភិបាលខ្ញុំជាមន្ត្រីរាជបណ្ឌិតសភាក៏ប៉ុន្តែអ្វីដែលខ្ញុំបានស្រាវជ្រាវខ្ញុំគ្មានអីដែលអាចកំបាំងទេមិនដែលដាក់ក្រោមតុទេយើងតែងតែដាក់នៅលើតុហើយសេចក្តីវិនិច្ឆ័យរបស់ប្រជាជនកម្ពុជាសូមលោកវិនិច្ឆ័យចោះបើសិនជាខ្ញុំបំរើឲ្យគណៈបកប្រជាជនវាដរាបណាខ្ញុំយកតែផែនទីរបស់គណៈបកប្រជាជនមកបង្ហាញអានឹងបានន័យថាខ្ញុំជាអាយ៉ងរបស់គណៈបកប្រជាជនក៏ប៉ុន្តែខ្ញុំបានយករបស់គណៈបកសង្គ្រោះជាតិហេតុអីក៏ខ្ញុំមិនថាខ្ញុំអាយ៉ងសង្គ្រោះជាតិផងខ្ញុំយកផែនទីរបស់អាមេរិកខ្ញុំយកផែនទីរបស់បារាំងខ្ញុំយកផែនទីរបស់ UN ហេតុអីក៏មិនថាខ្ញុំអាយ៉ងរបស់ UN របស់បារាំងផងហេតុអីក៏អ្នកទាំងអស់គ្នានិយាយថាខ្ញុំអាយ៉ងរដ្ឋាភិបាលកន្លែងហ្នឹងដែលខ្ញុំជាប្រចាំប៉ុន្តែលោកខ្លួនឯងដឹងខ្លួនឯងជានរណាទាំងអស់បាទឥឡូវសំទោសដល់ពេលវេលាយើងដល់ពេលកំណត់ហើយអ្នកបច្ចេកទេសក៏សញ្ញោថាដល់ពេលចប់ហើយខ្ញុំស្ដាយណាស់ហើយសូមជម្រាបលាលោកអ្នកស្ដាប់តែប៉ុណ្ណេះបាទ